រៀបចេញទៅខាងក្រៅឥឡូវចូលមើល baby ម៉ាមីធ្វើខ្លួនឲ្យនៅ baby ប៉ាប៉ាអ្នកធ្វើខ្លួនឲ្យគឺពាក់អាវតែប៉ុណ្្នឹងទេដោយសារនៅខាងនេះឥឡូវក្តៅអញ្ចឹងហើយយើងពាក់ច្រើនពេកគឺថាហប់ពាក់តែប៉ុណ្្នឹងគឺស្រួលខ្លួនហើយនៅនេះគឺអត់មានមិត្តភ័ក្តិទេមានតែប៉ាប៉ាម៉ាមីនឹងឯងហើយជីវិតមាន baby មិនសូវបានស្អាតទេតែងសក់ហើយឥឡូវទាញសក់ម៉ាក់ឡើងខូចអស់ហើយកូនពៅមួយហ្នឹងហើយឥឡូវរៀបចេញទៅខាងក្រៅប៉ុន្តែទៅ selfie ផ្កានៅខាងក្រៅផ្ទះបន្តិចដោយសារតាខែនេះខែក្តៅឥឡូវផ្កាដែលដាំនៅក្រោយផ្ទះគឺរីកស្គុះស្គាយស្អាតមែនតែនតោះទៅមើលទាំងអស់គ្នាបងប្អូនចំពោះវីដេអូរបស់ខ្ញុំគឺខ្ញុំថតចេញពីប្រទេសណូវេនៅខាងតំបន់ខ្ញុំនៅគឺ Fredrikstad ហើយនៅនេះអត់មានមិត្តភ័ក្តិទេមានតែប្តីមានតែកូននឹងឯងដោយសារតាទៅមករស់នៅដែរហើយអត់សូវចេះភាសាខាងស្រុកគេហើយនៅតំបន់នេះអត់សូវមានខ្មែរទេគឺសបោតាជនជាតិដតីចឹងទៅក៏អត់សូវមានមិត្តភ័ក្តិហើយនេះក៏លេចមកមើលផ្ការបស់ខ្ញុំវិញបងប្អូនគឺរីកស្អាតមែនតែនកំពុំឡើងចង់ប៉ិនមុខរបស់ខ្ញុំហើយផ្កាឡើងពណ៌ឡើងស្រស់ស្អាតហ្មងនិយាយទៅថ្ងៃមុនកាត់ដាក់ក្នុងផ្ទះម្សាហើយឥឡូវនេះគឺចេញដើរមកខាងក្រៅគឺចេញមកនេះអត់ជិះឡានទេគឺថាដើរតែម្ដងព្រោះដោយសារតែដើរទៅយើងស្រូបយកខ្យល់អាកាសត្រូវពលឺថ្ងៃត្រូវអីទៅឲ្យស្រស់ស្រាយដូចហាត់ប្រាណអញ្ចឹងព្រោះតែនៅផ្ទះពេកគីឡូឡើងមែនតែនតាំងពីមាន baby មកគីឡូអត់មានស្រកទេគីឡូនៅនឹងតែម្ដងអត់មានថាចុះអីមិនតិចទេហើយនេះម៉ាមីអាឡៃតា selfie កាយវិការនេះប៉ាប៉ាដើរទៅចោលលើហើយឥឡូវចូលមកដល់ក្នុងផ្សារគឺចូលមកក្នុងផ្សារគឺនាំគ្នាទៅញ៉ាំអីតែកាត់អត់ដាក់វែងពេកទេឥឡូវញ៉ាំអីរួចហើយរៀបចេញទៅខាងក្រៅចូលមកកន្លែងទៀតហើយអរគុណមែនទែនដល់បងប្អូនទាំងអស់ដែលបានចូលមើលវីដេអូរបស់ខ្ញុំពេលខ្លះក៏មានអារម្មណ៍ថារីករាយដែលបងប្អូនជួយចិត្តស្រឡាញ់បានចូលមើលវីដេអូទោះជាវីដេអូរបស់ខ្ញុំអត់សូវ perfect អត់សូវល្អក៏ដោយក៏សូមអរគុណច្រើនហើយឥឡូវនេះរៀបគឺឆ្លងថ្នល់មកខាងផ្លូវទៀតជាមួយប៉ាប៉ាហើយអាឡៃតា selfie នឹងរត់ឆ្លងថ្នល់បញ្ញាព្រោះដោយសារតាផ្លូវរបស់យើងគឺគេមានសញ្ញាមានអីត្រឹមត្រូវគឺយើងអត់អាចឆ្លងផ្ដេសផ្ដាស់បានទេហើយរៀបចូលមកកន្លែងទៀតទិញរបស់ប្រើខ្លះគ្រាន់តែថាកាត់វីដេអូឥឡូវនេះចូលមកដល់ឃើញកន្លែងហាងកៅអៅនេះរៀងប្លែកដោយសារតានេះជាឈុតបុរាណស្រីប្រុសនៅខាងប្រទេសណូវេគឺឈុតប្រពៃណីរបស់គេហើយខ្ញុំពងសម័យថាបើប្តីខ្ញុំស្លៀកឈុតហ្នឹងមិនដឹងថាសង្ហាយ៉ាងម៉េចទេប្លែកម្យ៉ាងដែរឈុតរបស់គេគឺស្អាតបែបម្យ៉ាងទៅហើយឥឡូវដើរក៏ឃើញកន្លែងសួនគេដាំផ្កានេះរៀងស្អាតតំណងក៏ selfie ផ្កាបន្តិចទៅមានអារម្មណ៍ថានឹកស្រុកកំណើតខ្លួនឯងតែក៏មិនដឹងធ្វើម៉េចយើងនៅនឹងហើយសម្របខ្លួនទៅតាមនឹងទៅហើយក៏មិនបានតែដើរលេងណាឆ្ងាយដែរថ្ងៃសៅរ៍ចុងសប្តាហ៍គឺថាដើរលេងកបែលជុំវិញផ្ទះនឹងឯងមានទេសភាពតិចតួចនៅក្នុងវីដេអូដែលបានចែករំលែកចឹងហើយសូមអធិស្ឋានពីបងប្អូនផងដែរវីដេអូពេលខ្លះអត់សូវ perfect អត់សូវល្អហើយក៏សូមអរគុណច្រើនដែលបានតាមដានវីដេអូរបស់ខ្ញុំពីដើមដល់ចប់ហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចេញមកដើរលេងខាងក្រៅថត selfie តិចតួចស្រូបយកខ្យល់អាកាសល្អ